បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងមកបាទបន្តមេរៀនទី3របស់យើងគឺការណែនាំឲ្យស្គាល់អំពីកម្មវិធី Typing បាទ Introduction to a Typing Application ភាគ1អញ្ចឹងយើងទៅមើលចំណុចទី1ទាំងអស់គ្នាបាទទី1ការណែនាំឲ្យស្គាល់អំពីកម្មវិធី Typing បាទនិយមន័យគេថាកម្មវិធីវាយអក្សរ Typing គឺជាការវាយបញ្ចូលអក្សរទៅតាមប្រភេទនៃក្តារចុចបាទដែលយើងហៅភាសាអង់គ្លេសថា keyboard layout ឬក៏បាទក្តារចុចក្នុងភាសាខ្មែរដើម្បីបង្កើនល្បឿនវាយអក្សរនៅលើកុំព្យូទ័រវាជាជំនាញសំខាន់សម្រាប់ការសរសេរឯកសារការសិក្សានិងការងារបាទអញ្ចឹងជាទូទៅនៅពេលដែលអ្នកនរគ្នាចាប់ផ្ដើមរៀនកុំព្យូទ័រដំបូងគឺយើងត្រូវបាទរៀនបន្ស៊ាំខ្លួនទៅលើការបាទវាយ typing បាទយើងអាច typing ជាភាសាអង់គ្លេសឬក៏ជាភាសាខ្មែរបាទជាមុនសិនឲ្យស្គាល់អំពីក្របចុចនៃអក្សរជាមុនសិនបាទអញ្ចឹងសារៈប្រយោជន៍របស់បាទ typing កម្មវិធី typing មានអត្ថប្រយោជន៍អ្វីខ្លះគឺអាចឲ្យយើងចេះតម្រៀបនៅម្រាមដៃបាទដោយដាក់ដៃបានត្រឹមត្រូវនៅលើក្តារចុចបាទជាទូទៅយើងប្រើម្រាមដៃទាំង10របស់យើងនៅលើក្តារចុចបាទដើម្បីចុចវាអក្សរផ្សេងបាទធ្វើឲ្យយើងចងចាំអំពីអក្សរដែលស្ថិតនៅជុំវិញនិងនៅលើក្តារចុចបាទ keyboard ជាពិសេសគឺជួយឲ្យម្រាមដៃរបស់យើងកាន់តែមានភាពរហ័សរហួនក្នុងការប្រើប្រាស់និងវាយអក្សរនៅលើក្តារចុចបង្កនៅភាពងាយស្រួលនៅក្នុងការវាយឬក៏សរសេរអត្ថបទបានកាន់តែលឿននិងរហ័សអញ្ចឹងចំពោះនៅលើក្តារចុចបាទ keyboard ក្របចុចទាំងអស់អ្នកទាំងអស់គ្នាត្រូវតែបាទចំណាំជាដាច់ខាតទើបយើងអាចវាយអក្សរបានកាន់តែលឿនហើយនឹងអាស្រ័យលើការបាទ reflect របស់យើងក្នុងការបាទ feel យើងមានអារម្មណ៍ទៅលើក្របចុចដែលយើងកំពុងតែស្ថិតនៅលើម្រាមដៃជុំវិញម្រាមដៃរបស់យើងផងដែរបាទអញ្ចឹងចំពោះកម្មវិធីបាទ typing ដែលខ្ញុំណែនាំនេះគឺជាកម្មវិធី typing ថ្មីបាទដែលទើបតែបង្កើតទេដែលយើងអាចវាយបានទាំងភាសាខ្មែរនិងភាសាអង់គ្លេសអញ្ចឹងកម្មវិធីនេះមានឈ្មោះថាបាទខ្មែរ typing បាទទៅសេបែបនេះខ្មែរ typing បាទខ្មែរ typing ហើយយើងអាចរកបាទធ្វើការទាញយកបានតាមរយៈបាទ Microsoft Store បាទនៅលើកុំព្យូទ័ររបស់យើងឬក៏ទៅតាមរយៈក្រុម Telegram បាទខ្ញុំមានបង្កើតជាក្រុម Telegram ដោយបានទម្លាក់ចូលទៅក្នុងនឹងបាទហើយយើងអាចប្រើប្រាស់បានទាំងភាសាខ្មែរនិងភាសាអង់គ្លេសក្នុងកម្មវិធីតែមួយបាទយើងអាចបញ្ចូលនិងកែប្រែមេរៀនដោយខ្លួនឯងអញ្ចឹងយើងអាចបង្កើតឬក៏លុបកែប្រែមេរៀនបានដោយខ្លួនឯងស្ថិតិនៃការរៀនវាយអក្សរទៅតាមប្រភេទនៃមេរៀនបាទហើយយើងអាចធ្វើការផ្លាស់ប្ដូរនៅផ្ទៃខាងក្រោយនិងសម្លេងនៅក្នុងកម្មវិធីអញ្ចឹងនៅកម្មវិធីហ្នឹងគឺវាមានបាទផ្ទាំងរូបភាពនៅខាងក្រោយដើម្បីជាការគយគន់និងមានជាសម្លេងនៅពេលដែលយើងរៀនវាយអក្សរបាទជាចុងក្រោយគឺមាននៅល្បែងវាយព្យញ្ជនៈស្រៈលេខបាទបន្ទាប់ទៀតគឺទី2របៀបទាញយកកម្មវិធីបាទខ្មែរ typing ហ្នឹងអញ្ចឹងគឺមាន2របៀបអ្នកនរគ្នាអាចទាញយកបានគឺទី1កុំព្យូទ័ររបស់អ្នកនរគ្នាត្រូវភ្ជាប់ទៅកាន់អ៊ីនធឺណិតហើយយើងទៅរកមើលនៅ Microsoft Store បាទនិងមួយទៀតគឺអ្នកនរគ្នាអាច scan បាទចូលទៅក្នុងគ្រប់បាទ Learning Technology នេះដែលខ្ញុំបានបង្កើតនេះហើយធ្វើការទាញយក set up file ដើម្បីយកមកធ្វើការដំឡើងអញ្ចឹងចំពោះការ download ឬទាញយកពី Microsoft Store ត្រូវការមានអ៊ីនធឺណិតបាទហើយចំពោះការចូលទៅក្នុងក្រុម Telegram នេះក៏ត្រូវការអ៊ីនធឺណិតដូចគ្នាក៏ប៉ុន្តែបន្ទាប់ពីអ្នកនរគ្នា download បានហើយគឺអាចយក copy យកទៅ install ឬក៏ set up នៅលើកុំព្យូទ័រផ្សេងដែលអត់មានអ៊ីនធឺណិតបានបាទអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញទាំងពីររបៀបនៅក្នុងការទាញយកកម្មវិធី typing ថ្មីនេះបាទជាដំបូងគឺយើងទាញយកតាមរយៈ Microsoft Store បាទអញ្ចឹងអ្នកនរគ្នាបាទកុំព្យូទ័រអ្នកភ្ជាប់ទៅកាន់អ៊ីនធឺណិតហើយយើងធ្វើ
ការទៅស្វែងរកនៅបាទនៅកម្មវិធី Microsoft Store បាទអ្នកគ្នាបានឃើញជាងអ្នកគ្នាគ្រាន់តែបាទចុចនៅក្នុង Start ឬក៏ Search នេះហើយទៅសេពាក្យថា Microsoft Store ក្រោយមកអ្នកនរគ្នាចុចយកបាទចុចបើក Microsoft Store បែបនេះមកបាទអញ្ចឹងក្រោយមកទៀតបាទអ្នកនរគ្នាពេលដែលបើកកម្មវិធី Microsoft Store ហើយអ្នកនរគ្នាឃើញនៅត្រង់កន្លែងបាទស្វែងរកសូមវាយពាក្យថាបាទខ្មែរ Typing អញ្ចឹងវានឹងចេញមកបែបនេះឬក៏អត់ចេញយើងចុច Enter ដើម្បីធ្វើការបាទស្វែងរកបាទនេះអ្នកទាំងគ្នានៅត្រង់ចំណុចស្វែងរកសូមវាយពាក្យថាខ្មែរ Typing បាទក្រោយមកនៅពេលដែលយើងបាទស្វែងរកឃើញហើយយើងចុចពីលើ profile នៃកម្មវិធីហ្នឹងបាទអ្នកទាំងគ្នានឹងឃើញប៊ូតុងមួយឈ្មោះថា get ឬក៏ install បាទអញ្ចឹងអ្នកគ្នាចុចពីលើហើយរងចាំរហូតដល់ការបាទទាញយកបានបញ្ចប់បាទអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាបាទយើងចូលនៅត្រង់កន្លែងបាទ search នេះយើងសរសេរឬក៏យើងបាទវាយពាក្យថាបាទ Microsoft Store មកបាទអក្សរតូចក៏បានអក្សរធំក៏បានក្រោយមកអ្នកនរគ្នានឹងឃើញបាទកម្មវិធី Microsoft Store នៅលើនេះបាទអ្នកនរគ្នាគ្រាន់តែចុចពីលើមកឬក៏មួយទៀតអ្នកនរគ្នាអាចបាទចុចនៅលើចំពោះកុំព្យូទ័រយើងទៅទិញថ្មីឬក៏កុំព្យូទ័រខ្លះគឺមានបាទ ping នៅ taskbar យើងស្រេចហើយយើងអាចចុចពី taskbar តែម្ដងក៏បានដែរបើយើងរកអត់ឃើញទេគឺយើង search រកមើលបាទអញ្ចឹងអ្នកគ្នាចុច open មកបាទអញ្ចឹងយើងរងចាំបន្តិចអាស្រ័យទៅលើបឿនកុំព្យូទ័ររបស់យើងអ៊ីនធឺណិតរបស់យើងដែរក្រោយមកទៀតបាទអ្នកគ្នាមករកនៅកន្លែង search ខាងលើនេះបាទយើងคลิกពីលើហើយយើងសរសេរបាទស្វែងរកដាក់ថាបាទខ្មែរ Typing មកបាទអញ្ចឹងបើសិនជា load បែបនេះអ្នកគ្នាគ្រាន់តែចុចពីលើ app មកតែបើអត់ឃើញទេអ្នកគ្នាអាចចុច enter បាទ enter ឲ្យវាធ្វើការស្វែងរកក្រោយមកទៀតបាទអ្នកនរគ្នាអាចរកមើលបាទ profile បែបនេះបាទបែបនេះចឹងអ្នកគ្នាគ្រាន់តែចុចពីលើមកបាទវានឹង load មកផ្ទាំងមួយទៀតឲ្យយើងឃើញបាទអញ្ចឹងដោយសារតែខ្ញុំបានdownload រួចហើយអញ្ចឹងវានឹងចេញប៊ូតុង open មានយើងបើកប្រើបានបាទតែដំបូងគឺវាចេញប៊ូតុង get អញ្ចឹងអ្នកគ្នាចុចហើយរងចាំរហូតដល់ការទាញយកបានបញ្ចប់ពេលយើងទាញយកចប់វានឹងចេញប៊ូតុង open អញ្ចឹងអ្នកនរគ្នាអាចបើកប្រើប្រាស់បានហើយបាទអញ្ចឹងយើងទៅមើលរបៀបទី2របៀបទី2គឺបាទនេះអ្នកនរគ្នាអាច scan ចូលទៅក្នុងក្រុមនេះបាទសិនក្រោយមកអ្នកនរគ្នាទៅស្វែងរក file បាទទៅស្វែងរក file ដែលមានឈ្មោះបែបនេះបាទហើយក្រោយមកអ្នកនរគ្នាធ្វើការទាញយកបាទគឺអ្នកនរគ្នាគ្រាន់តែ right click បាទ right click មកបាទពីលើបាទ file ដែលអ្នកនរគ្នាបានរកឃើញហ្នឹងហើយយកពាក្យថា save as រួចក្រោយមកអ្នកនរគ្នាបាទធ្វើការជ្រើសរើសទីតាំងបាទយើងរក្សាទុក file យើងហ្នឹង download យើងចង់ទុកនៅត្រង់ណាដើម្បីឲ្យយើងបន្ទាប់ពីយើង download ហើយយើងងាយស្រួលក្នុងការដំឡើងបាទអញ្ចឹងនេះរបៀបដំឡើងអញ្ចឹងរបៀបដំឡើងអ្នកនរគ្នាបាទទាញយក file មួយណាក៏បានដែរបាទវាមាន file .exe ហើយនិង file .msi បាទអញ្ចឹងបើ file .exe អ្នកនរគ្នាអាចបាទ right click ពីលើ file ហ្នឹងយក open ឬក៏ run as administrator ក៏បានឬក៏ open ទៅទេក៏បានឬក៏ double click បាទយើងប្រើ double click ទាំងពីរក៏បានបាទ right click ក៏បានគ្រាន់ថា file .msi គឺវាមានពាក្យថា install បាទ
ចឹងចំពោះ file ដែលមានកន្ទុយ .exe នៅពេលដែលយើងចុច run ភ្លាមគឺវាចេញបាទ install បែបនេះហើយអ្នកគ្នារងចាំរហូតដល់ការដំឡើងហ្នឹងបាទវានឹង load កម្មវិធីឲ្យអ្នកទាំងអស់គ្នាឃើញបែបនេះបាទហើយចំពោះfile ដែលមាន .msi គឺនៅពេលអ្នកគ្នាបើកគឺវានឹង run ជា file setup បែបនេះបាទអ្នកគ្នាត្រូវចុចបាទ next បាទចុច next ហើយក្រោយមកត្រង់នេះគឺជាទីតាំងអញ្ចឹងអ្នកគ្នាចង់ផ្លាស់ប្ដូរទីតាំងអ្នកគ្នាអាចផ្លាស់ប្ដូរបានក្រោយមកយើងបាទចុច next ចង់ផ្លាស់ប្ដូរទីតាំងយើងចុច browse ហើយរើសទីតាំងបាទត្រង់កន្លែង location នេះបន្ទាប់ពីយើងរើសបានហើយយើងអាចចុច next បន្ទាប់បាទក្រោយមកយើងចុចប៊ូតុង install បាទ install ហើយរងចាំរហូតដល់ការដំឡើងបានរួចរាល់បាទអញ្ចឹងចំពោះ file setup ដែលទាញយកអំពី Telegram ដោយសារតែកម្មវិធីនេះពួកខ្ញុំបានបង្កើតឡើងគឺនៅពេលដែលអ្នកគ្នាដំឡើងនៅលើកុំព្យូទ័រខ្លះវានឹងចេញទម្រង់បែបនេះបាទនេះចេញទម្រង់បែបនេះអ្នកទាំងអស់គ្នាបាទចេញទម្រង់បែបនេះមានន័យថាវាអត់ស្គាល់តើអ្នកណាគេបាន public បាទនៅកម្មវិធីមួយនឹងអញ្ចឹងវាអាចថាអត់មានសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នាបាទដោយសារតែរាល់កម្មវិធីនីមួយនៅពេលដែលយើងបង្កើតយើងត្រូវមានការចុះឈ្មោះឲ្យបានត្រឹមត្រូវបាទទើបអាចយើងឲ្យចែកចាយនៅ file setup ទៅលើកុំព្យូទ័រផ្សេងបានដោយមិនបាទ load សញ្ញាបែបនេះបាទអញ្ចឹងដោយសារតែកម្មវិធីរបស់ខ្ញុំដាក់តែនៅលើ Microsoft Store ដែលមានសុវត្ថិភាពសម្រាប់អ្នកទាញយក download ហើយចំពោះ file setup អាចនឹង load ជាបាទបញ្ហាបែបនេះអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុច yes ឬក៏ run anyway បាទអ្នកនរគ្នាអាចចុច yes ឬក៏ run anyway ដើម្បីអនុញ្ញាតឲ្យកម្មវិធីនឹងអាចដំឡើងទៅបានបាទពីព្រោះការចុះឈ្មោះបាទការចុះឈ្មោះនៃកម្មវិធីបាទមួយគឺទាមទារការចំណាយអញ្ចឹងពួកខ្ញុំអត់អាចមានលទ្ធភាពនៅក្នុងការចំណាយបានទេដោយសារតែយើងបង្កើតកម្មវិធីនេះគឺដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃហើយអត់មានបានប្រភពចំណូលមកវិញទេអញ្ចឹងពួកខ្ញុំអត់មានលទ្ធភាពក្នុងការចំណាយក្នុងការទិញនៅប្រភេទ license បញ្ជាក់នឹងទេព្រោះរៀងថ្លៃដែរបាទអញ្ចឹងអ្នកនេះគ្រាន់តែចុច yes ឬក៏ run anyway ទៅវានឹងដំណើរការដំឡើងហើយអត់បាក់ភ័យព្រួយបារម្ភថាកម្មវិធីហ្នឹងមានបញ្ហាឬក៏មេរោគអីទេឬក៏លួចទិន្នន័យឬក៏តាមដានអ្នកទាំងអស់គ្នានោះទេបាទក្រោយពីដែលអ្នកនេះដំឡើងបានជោគជ័យហើយយើងគ្រាន់តែចុច finish មកជាការស្រេចខ្ញុំមានតែប៉ុណ្ណេះសូមទោសរាល់កំហុសឆ្គងផ្សេងនិងសូមអរគុណ